បាទសួស្តីក្នុងវីដេអូមួយនេះខ្ញុំចង់បង្ហាញអំពីរបៀបនៃការ upload program ពីកុំព្យូទ័រចូលទៅកាន់ VFD model MS 300របស់ក្រុមហ៊ុន Delta អញ្ចឹងនៅក្នុងដែរខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់កម្មវិធីមួយចំនួនដើម្បីធ្វើការភ្ជាប់ទៅកាន់ VFD ប្រភេទ MS 300តាមរយៈ USB អញ្ចឹងនៅក្នុងនេះផងដែរយើងត្រូវមានកម្មវិធីមួយទុកសម្រាប់អានទិន្នន័យពី VFD គឺ VFD Soft អញ្ចឹង VFD Soft នេះគឺជាកម្មវិធីសម្រាប់ក្រុមហ៊ុន Delta model MS ហើយនៅក្នុងនេះខ្ញុំមាន VFD មួយគ្រាប់គឺ model MS 300ដែលវាមានទំនាក់ទំនងដែលយើងអាចតាក់ទងមកកុំព្យូទ័របានតាមរយៈ port USB អញ្ចឹងនៅក្នុង port USB នេះយើងអាចប្រើដោយ USB យើងនិយមច្រើនឃើញវានៅក្នុងម៉ាស៊ីន print អញ្ចឹងយើងអាចដោតដោយនឹងចូលទៅកាន់ port ហ្នឹងបាទហើយជម្រើសទី2យើងអាចប្រើ RJ45 ដោយអ៊ីនធឺណិតដែលយើងភ្ជាប់មកជាមួយនឹងRS485 converter ទៅ USB អញ្ចឹងយើងត្រូវការ converter មកប្រភេទនេះបើករណីដែលយើងចង់ប្រើជាមួយនឹង RJ45 ហើយនៅពេលដែលយើងដោតជាមួយនឹងកុំព្យូទ័ររួចហើយយើងអាចធ្វើការឆែកជាមួយនឹង COM ដោយយើងយកពាក្យថា Device Manager នៅក្នុង Device Manager នេះយើងមានកន្លែង USB port របស់យើងគឺវានឹងបង្ហាញ USB serial device COM ទីប្រមាណអាស្រ័យលើកុំព្យូទ័ររបស់យើងឥឡូវរបស់ខ្ញុំនេះគឺ COM ទី19ដល់ពេលដែលយើងដឹងថា USB របស់យើងដោតចូលទៅនៅ COM ទីប្រមាណហើយយើងចូលមកកម្មវិធីរបស់យើងវិញគឺយើងចូលមក offline កន្លែងនេះយើងចុច offline ហើយយើងរើស COM ដែលត្រូវជាមួយនឹង USB ដែលយើងដោតមុនហ្នឹងនៅក្នុងនេះយើងយក COM ទី19ហើយ default ផ្សេងដូចជា boot rate ហើយនឹងជា protocol របស់វាគឺយើងមិនប៉ះពាល់ទេយើងគ្រាន់តែរើស COM ឲ្យត្រូវជាមួយនឹង COM ដែលយើងបាន select ហើយយើងយកពាក្យថា test ដល់ពេលដែលយើងចុច test ហើយអំពូលនៅខាងកណ្ដាលនេះចេញពណ៌បៃតងមានន័យថាវាបានភ្ជាប់ទៅកាន់ VFD ហើយដូចនេះយើងអាចអូខេបានប៉ុន្តែបើករណីដែលយើងចុចទៅវាអត់ចេញពណ៌បៃតងមានន័យថាយើងមិនអាចទំនាក់ទំនងទៅកាន់ VFD បានទេយើងត្រូវឆែកទៅលើ COM ហើយនឹងដូចឡើងវិញបន្តមកយើងចុចអូខេនៅក្នុងដែរយើងមានចំណុចមួយដែលយើងត្រូវចាប់ផ្ដើមមុនគេគឺ parameter អញ្ចឹងយើងចុចលើ parameter ហើយយើងអានទិន្នន័យពី VFD មកគឺយើងយកពាក្យថា retry ពេលដែលវាកំពុងតែដំណើរការគឺយើងអាចឃើញថា VFD របស់យើងនេះគឺវាមាន function មួយចំនួនស្រាប់ហើយអញ្ចឹងបើករណីដែលយើងចង់បានទិន្នន័យឬក៏ parameter ដែលមានស្រាប់នៅក្នុង VFD ហ្នឹងគឺយើងប្រើ retry មិញហ្នឹងហើយយើងអាចធ្វើការ save វាបានប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំចង់បង្ហាញអំពីរបៀបនៃការកែប្រែរបៀបនៃការ upload វាជាមុនសិនទើបយើងធ្វើការ save ទិន្នន័យទាំងអស់ហ្នឹងទុកប្រើពេលក្រោយទៀតអញ្ចឹងជាទូទៅ parameter របស់ VFD របស់យើងគឺមានសន្តានផ្សេងៗអាស្រ័យលើតម្រូវការនៃការប្រើប្រាស់នៅក្នុងនេះខ្ញុំបានរៀបចំជាមួយនឹង parameter មួយចំនួនដែលវាតម្រូវត្រូវជាមួយនឹងលំហាត់របស់ខ្ញុំអញ្ចឹងខ្ញុំសូម minimize នេះតូចនៅក្នុងនេះយើងមានលំហាត់មួយគឺតាក់ទងជាមួយនឹង knob control parameter អញ្ចឹងមានន័យថានៅពេលដែលខ្ញុំ set parameter ហ្នឹងទៅ motor នេះវានឹងវិលទៅតាម knob ហ្នឹងគឺ resistance ប្រែប្រួលមួយគ្រាប់ដែលមាននៅលើ panel របស់ VFD ហ្នឹងអូខេអញ្ចឹងចំណុចដែលខ្ញុំត្រូវធ្វើគឺនៅក្នុងនេះបើករណីដែលយើងចង់ឲ្យវាទៅជា factory reset ខ្ញុំ recommend ឲ្យយើង set លេខ9បាទហើយនៅក្នុងហ្នឹងគឺយើងឃើញមាន parameter របស់យើងនេះគឺមានលេខ0លេខ1រហូតដល់លេខ14នៅក្នុង parameter ទាំងអស់ហ្នឹងគឺយើងជាប្រភេទតម្រូវការផ្សេងៗគ្នាអាស្រ័យទៅនឹង parameter ដែលយើងយកមកប្រើប្រាស់មានដូចជា motor មានដូចជា digital speed មានដូចជា basic parameter ដូចជា system parameter ឬក៏ PID control នេះឯហ្នឹងគឺយើងត្រូវរើសទៅតាម parameter block របស់វាមួយហ្នឹងបាទអ
ចឹងនៅក្នុងនេះខ្ញុំយក full load current យើង set current ឲ្យវាគឺនៅ parameter ទី5លេខរៀងទី1អញ្ចឹងខ្ញុំចុចលើ parameter លេខ5ហើយខ្ញុំយកលេខ1អញ្ចឹងកន្លែងនេះគឺយើង set ជាមួយនឹង ampere អាស្រ័យលើ motor របស់យើងថាតើ motor របស់យើងស៊ីប្រមាណ ampere បើ motor របស់ខ្ញុំគឺវាស៊ី 0.4 ampere អញ្ចឹងខ្ញុំវាយ 0.4 ហើយ select OK បន្តមកទៀតយើងមាន parameter P នេះគឺអានុភាពរបស់ខ្ញុំស៊ី 0.18 គិតជា kilowatt អញ្ចឹងបើយើងគិតជា watt គឺ 180 watt បាទបន្តមកទៀតគឺយើងមាន frequency command សោះអាហ្នឹងជាចំណុចដែលសំខាន់គឺតាក់ទងជាមួយនឹងល្បឿនតើយើងយកល្បឿនពីណាអញ្ចឹងបើខ្ញុំយកលេខ7មានន័យថាវាជា digital keypad បាទជា digital keypad knob អញ្ចឹងយើងយកពី rotary មកគ្រាប់នៅលើផ្ទាំង panel របស់ keypad ហ្នឹងអញ្ចឹងកន្លែងហ្នឹងខ្ញុំចូលទៅកាន់ command 0 លេខរៀងទី20បាទកន្លែងនេះខ្ញុំត្រូវរើសលេខ7ព្រោះអីនៅក្នុងលេខ7គឺជា parameter ឲ្យយើងរើសជាប្រភេទ knob ចឹងនៅក្នុងនេះខ្ញុំ scroll ទៅយើងឃើញមាន parameter ទី20លេខ7គឺ digital keypad potential meter knob បាទចឹងបន្ទាប់ពីយើងរើសរួចហើយយើងរើសទៅមុខទៀតគឺ control start stop វាចឹងនៅក្នុងនេះខ្ញុំយកលេខ0គឺវានឹង start stop ដោយប៊ូតុង on off លើផ្ទាំងរបស់យើងនេះគឺប៊ូតុងពណ៌បៃតងនិងប៊ូតុងពណ៌ក្រហមនៅលើនេះប៊ូតុងនេះប៊ូតុង start ប៊ូតុងក្រោមនេះជាប៊ូតុង stop ចឹងកន្លែងនេះខ្ញុំយកលេខ0ចឹងវាត្រូវជា parameter 021ចឹងកន្លែងនេះខ្ញុំយក021យើងយកលេខ0 default វា0ស្រាប់ណាចឹងយើងអត់ចាំបាច់ធ្វើការកែប្រែទេហើយបន្តមកទៀតយើងមាន maximum frequency គឺ10ក្នុង maximum frequency នេះជា default គឺវាឲ្យ60ប៉ុន្តែយើងអាចធ្វើការកែប្រែមកត្រឹមចំណុចដែលយើងចង់បានឧទាហរណ៍ខ្ញុំចង់បាន30អញ្ចឹងខ្ញុំ select យក30ហើយ OK បាទបន្តមកទៀតយើងរើសយក base frequency នេះគឺជា frequency កង់របស់ motor បើ motor នឹង run នៅ frequency កង់50យើងដាក់50បើសិនជា frequency កង់វា run នៅ60យើងដាក់60មានថា frequency កង់ដើមរបស់ motor នឹងជាធម្មជាតិរបស់វាត្រូវការប្រមាណ Hz ប៉ុន្តែជាទូទៅគឺវា50 Hz voltage ដូចគ្នាដែរតង់ចុងរបស់ motor របស់យើងហ្នឹង base voltage របស់វា VC ប្រមាណ volt 220 C 380អញ្ចឹងយើងដាក់ឲ្យត្រូវជាមួយនឹង motor របស់យើងជាធម្មតា motor 3 pha គឺ380ប៉ុន្តែ motor របស់ខ្ញុំនេះគឺតែ220ទេព្រោះខ្ញុំទិញសម្រាប់សិក្សាឲ្យស្របជាមួយនឹង power source របស់យើងវាមានតែ220បាទតើតើជាមួយនឹងចំណុចបន្តទៀតដូចជា minimum frequency របស់យើងនេះគឺយើងដាក់ទាបបំផុតប្រហែលក៏បានដែរប៉ុន្តែជាទូទៅយើងអាចដាក់0អញ្ចឹងទៅដើម្បីពេលដែលយើងមួលតម្លាក់មកអស់ហើយវាឈប់ហើយសន្ទុះឡើងសន្ទុះចុះគឺ10 second ក្នុងនេះខ្ញុំដាក់10 second ប៉ុន្តែបើតាមប្រើជាក់ស្ដែងគឺ3ទៅ6 second ប៉ុន្តែនេះគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងយើងលេខ1 12ហើយនិង1 13អញ្ចឹង1 12វា6 default វា6អញ្ចឹងខ្ញុំកែទៅលេខ10ហើយ13ខ្ញុំកែទៅលេខ10ដែរអូខេបន្ទាប់ពីយើង set parameter មួយចំនួនដែលស័ក្តិសមជាមួយនឹង motor យើងរួចហើយកន្លែងនេះគឺយើងគ្រាន់តែប្រើពាក្យថា write select ពេលដែល write select មានន័យថាវានឹងបញ្ចូលនៅ parameter ដែលបានប្រែប្រួលហើយបាន select ប៉ុន្តែបើយើងយក write all វានឹងបញ្ចូលរាល់ parameter ទាំងអស់ដែលមានតាំងពីលេខ0ដល់លេខ14ហ្នឹងគឺចូលទៅកាន់ក្នុង VFD របស់យើងអញ្ចឹងដើម្បីចំណេញពេលខ្ញុំ write select អញ្ចឹង write select គឺវានឹងបង្ហាញអំពី parameter ដែលនឹងត្រូវ upload មានដូចជាចំណុច2 4 6 parameter ទាំងអស់នេះអញ្ចឹងកន្លែងនេះខ្ញុំចុចយកពាក្យថា OK អញ្ចឹងពេលដែលខ្ញុំចុច OK យើងឃើញផ្ទាំងនេះគឺប្រែប្រួលដោយសារតែមុនហ្នឹងវាជាប់ parameter ផ្សេងឥឡូវវាចូល parameter knob អញ្ចឹងបាទអញ្ចឹងបន្ទាប់ពីខ្ញុំ upload ជាមួយនឹង parameter រួចគឺយើងអាចធ្វើការសេរីជាមួយនឹង knob នៅលើផ្ទាំង panel របស់យើងចាប់ពី0រហូតដល់30 Hz ហើយយើងអាចធ្វើការចុច start នោះ motor វានឹងចាប់ផ្ដើមវិលហើយនៅក្នុងដែរយើងអាចធ្វើការប្រែប្រួលល្បឿនរបស់ motor របស់យើងជាមួយនឹង potential meter ដែលនៅក្នុងនេះខ្ញុំ set វាត្រឹម2-3 Hz ក៏វានៅតែបន្តដើរដែរបាទហើយយើងអាច set តម្លើងវាដល់30 Hz
ឬក៏យើងចង់ឲ្យវាឡើងដល់ 50Hz គឺយើងគ្រាន់តែកែជាមួយនឹងតង់ចុងជាមួយ frequency អតិបរមារបស់ motor ហើយពេលដែលយើងចុចប៊ូតុង stop វានឹងធ្លាក់មកចំណុច0មានន័យថា motor របស់យើងនឹងបញ្ឈប់